សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជាថ្មីម្ដងទៀតអំពីជំហរមើងម៉ាត់ច្បាស់លាស់និងឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីដោយមធ្យោបាយសន្តិវិធីដើម្បីសេចក្តីសុខរបស់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរខាងក្រោមនេះគឺជាភស្តុតាងដែលអាចបញ្ជាក់ពីរឿងនេះបានទី1សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាបានគូសបញ្ជាក់នៅថ្ងៃនេះតាមរយៈសារនាឱកាសខួបទី47ឆ្នាំទិវាជ័យជំនះ7មករាថាកម្ពុជាសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការខិតខំដើម្បីសម្រេចគោលដៅចម្បងរបស់ខ្លួនគឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជនទប់ស្កាត់ការបំផ្លិចបំផ្លាញនិងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាពនិងដំណោះស្រាយប្រកបដោយយុត្តិធម៌និងចីរកាលទន្ទឹមនឹងនោះកម្ពុជានឹងមិនធ្វើសម្បទាននៅអធិបតេយ្យឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយក្នុងស្មារតីនេះកម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងពេញលេញនៅបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូចុះថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីនាំយកមកវិញនៅសន្តិភាពសម្រាប់ប្រទេសទាំងពីរក៏ដូចជាសន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពសម្រាប់តំបន់ទាំងមូលទី2សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាណាចក្រកម្ពុជាបានគូសបញ្ជាក់តាមរយៈសារទៅកាន់វីរៈកងទ័ពវីរៈនគរបាលជាតិនិងជនរួមជាតិកាលពីថ្ងៃទី29ខែធ្នូឆ្នាំ2025ថាការជ្រើសរើសយកការអនុវត្តបទឈប់បាញ់មិនមែនមានន័យថាកម្ពុជាចុះចាញ់ឬសុខចិត្តយកបូរណភាពទឹកដីទៅដូរយកសន្តិភាពឡើយហើយរត់តែមិនមែនមានន័យថាកម្ពុជាអស់សមត្ថភាពឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរផ្ទុយទៅវិញការសម្រេចចិត្តនេះបង្ហាញថាកម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាពនិងការតម្កល់អាយុជីវិតនិងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុតមួយរបស់ខ្លួនបើទោះបីជាត្រូវប្រឈមនឹងសម្ពាធឬក៏ការលំបាកយ៉ាងណាក៏ដោយប្រមុខដឹកនាំរាជរដ្ឋាភិបាលបានគូសរំលឹកយ៉ាងច្បាស់ថាខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញានិងអនុសញ្ញាដែលមានស្រាប់ហើយកម្ពុជានៅតែរក្សាបានពេញលេញនៅសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងភាគីថៃដោយអនុលោមតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងយន្តការទ្វេភាគីទាំងឡាយដែលនៅជាធរមានទី3ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី2ខែមករាឆ្នាំ2026ថាកម្ពុជានិងថៃមានព្រំដែនគោកអន្តរជាតិដែលត្រូវកំណត់តាមផែនទីដែលត្រូវបានផលិតឡើងដោយអនុលោមតាមអនុសញ្ញាឆ្នាំ1904សន្ធិសញ្ញាឆ្នាំ1907ក្រសួងការបរទេសក៏បានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននិងឥតនិរេរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃក៏ដូចជាប្រទេសជិតខាងទាំងអស់តាមមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិហើយបដិញ្ញាចិត្តយ៉ាងដាច់ខាតចំពោះការប្រកាន់ជំហរតាមគោលការណ៍ថាខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្ដូរតាមរយៈការប្រើកម្លាំងនោះឡើយទី4រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនតាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី29ធ្នូឆ្នាំ2025បានបញ្ជាក់ជាឱឡារិកចំពោះមុខជនរួមជាតិថាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាប្រកាន់ជំហរមើងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែន
របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីបានទាំងពីរបានឯកភាពគ្នានារយៈពេលកន្លងមកទី5ជំហរច្បាស់លាស់និងដាច់ខាតរបស់រាជរដ្ឋាភិបាលកម្ពុជាបានស្ដែងចេញនូវលទ្ធផលជាបន្តបន្ទាប់នៅក្នុងកិច្ចព្រមព្រៀងនានាដែលសម្រេចបានរវាងភាគីកម្ពុជាថៃនាពេលកន្លងមកក្នុងនោះរួមមានដូចជាកិច្ចព្រមព្រៀងឈប់បាញ់ចុះថ្ងៃ28ខែកក្កដាឆ្នាំ2025នាទីក្រុងពុត្រាចាយាប្រទេសម៉ាឡេស៊ីក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនិងសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងនាមប្រធានបដូវវេនអាស៊ាននិងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិនសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពូចុះថ្ងៃ26ខែតុលាឆ្នាំ2025ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជាថៃក្រោមកសែភ្នែកធ្វើជាសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងចុងក្រោយនេះកម្ពុជាថៃសម្រេចបានសេចក្តីប្រកាសរួមចុះថ្ងៃ27ខែធ្នូឆ្នាំ2025នៅក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC ដែលឈានដល់ការអនុវត្តបទឈប់បាញ់ចាប់ពីវេលាម៉ោង12ថ្ងៃត្រង់នាថ្ងៃដដែលទី6ដើម្បីបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជាជូនដល់សហគមន៍អន្តរជាតិបានជ្រាបកាន់តែច្បាស់នារសៀលថ្ងៃទី6ខែមករាឆ្នាំ2026ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើបទបង្ហាញស្ដីពីការវិវត្តថ្មីនៃស្ថានភាពព្រំដែនកម្ពុជាថៃជូនដល់ប្រធានបេសកកម្មការទូតនិងតំណាងអង្គការអន្តរជាតិនានានៅក្នុងរាជធានីភ្នំពេញចំនួន33ស្ថាប័នស្ថានតំណាងនិងមានចំនួនសរុប55រូបក្រៅពីជម្រាបជូនអំពីលទ្ធផលនានាដែលសម្រេចបានកាលពីពេលកន្លងទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដីនិងអធិបតេយ្យភាពរបស់កម្ពុជាក្នុងខេត្តចំនួន4គឺខេត្តបន្ទាយមានជ័យពោធិ៍សាត់ព្រះវិហារនិងឧត្តរមានជ័យឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មីថាកម្ពុជាបដិញ្ញាចិត្តយ៉ាងពេញលេញក្នុងការគោរពបទឈប់បាញ់និងដោះស្រាយវិវាទដោយសន្តិវិធីដោយគោរពតាមច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាននិងប្រកាន់យ៉ាងខ្ជាប់ខ្ជួននៅកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរសរុបមកវិញជំហរច្បាស់លាស់ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជានិងភាពសកម្មផ្នែកការទូតរបស់ថ្នាក់ដឹកនាំនៃយើងដែលសម្រេចបានលទ្ធផលជាក់ស្ដែងជាបន្តបន្ទាប់ដោយបានរៀបរាប់ខាងដើមសបញ្ជាក់យ៉ាងច្បាស់ថារាជរដ្ឋាភិបាលកម្ពុជាបដូរផ្ដាច់ការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដោយគ្មានការធ្វើសម្បទានណាមួយឡើយមធ្យោបាយការពារបូរណភាពទឹកដីទៀតសោតគឺត្រូវប្រើប្រាស់ដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាផ្នែកការទូតដោយផ្អែកលើយន្តការទ្វេភាគីដែលមានស្រាប់និងអនុលោមទៅតាមសន្ធិសញ្ញាអនុសញ្ញានិងច្បាប់អន្តរជាតិកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះពិតជាធ្វើឲ្យប្រជាជនរួមជាតិមានភាពកក់ក្ដៅក្នុងចិត្តយ៉ាងខ្លាំងនិងជឿជាក់លើថ្នាក់ដឹកនាំក្នុងការដោះស្រាយបញ្ហាដែលយើងកំពុងតែប្រឈមទន្ទឹមនឹងទំនុកចិត្តលើរាជរដ្ឋាភិបាលជនរួមជាតិខ្មែរគ្រប់ទិសទីបានរួមសាមគ្គីជាធ្លុងមួយធ្វើជាខឿនការពារជាតិរបស់ប្រជាជនយ៉ាងរឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលដែលបង្កើតបានជាកម្លាំងជំរុញយ៉ាងខ្លាំងក្លាក្នុងការការពារបូរណភាពទឹកដីអធិបតេយ្យភាពក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាឲ្យទាល់តែបានជាដាច់ខាតសូមអរគុណនិងសូមគោរពលាបាទ